ទាំងអស់គ្នាមានដឹងអត់ថានៅពេលមួយដែលទាំងអស់គ្នាជ្រើសរើសយកមនុស្សម្នាក់ឬក៏របស់មួយដែលស័ក្តិសមនឹងអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដឹងហើយថាអត់ស័ក្តិសមប៉ុន្តែនៅតែព្យាយាមរឹងរូសនៅក្នុងការថែរក្សារបស់នោះទុកព្យាយាមនៅក្នុងការថែរក្សារបស់នោះឬក៏មនុស្សនោះទុកទាំងអស់គ្នានឹងទទួលបានមកវិញជាមួយនឹងការជឿចាប់ដែលបកកដោយមនុស្សនោះឬរបស់នោះជារឿយជឿចាប់រហូតទាល់តែទាំងអស់គ្នាទទួលយកលេងបានហើយព្រមប្រឡែងដៃដោះលែងមនុស្សនោះឬក៏របស់នោះទៅខ្ញុំចង់ប្រាប់ទាំងអស់គ្នាថា បើមុននឹងក្រោយយើងគង់តែត្រូវដោះលែងជាមួយនឹងអ្វីដែលមិនស័ក្តិសមជាមួយនឹងយើងមូលហេតុអីបានយើងត្រូវតែទ្រាំជាមួយនឹងការឈឺចាប់ក្នុងរយៈពេលយូរអង្វែងដើម្បីថែរក្សារបស់ដែលមិនស័ក្តិសមនឹងយើងអញ្ចឹងហើយខ្ញុំចង់ឲ្យអ្នកនរគ្នាត្រឡប់ទៅគិតឡើងវិញថាមុននឹងក្រោយបើគង់ទៅត្រូវប្រឡែងដៃទៅដែរទេប្រឡែងដៃតាំងពីដំបូងមកហើយទៅបើដឹងថាមើលទៅថាទៅមិនរួចមិនស័ក្តិសមជាមួយនឹងយើងហើយអ្នកនរគ្នាត្រូវដឹងថារបស់ដែលស័ក្តិសមនឹងយើងចូលមកក្នុងជីវិតយើងដោយសមប្រកប ដោយធ្វើឲ្យយើងមានអារម្មណ៍ថានៅពេលដែលមានជាមួយនឹងវត្តមានរបស់ហ្នឹងឬក៏មនុស្សហ្នឹងធ្វើឲ្យជីវិតយើងប្រសើរឡើងធ្វើឲ្យជីវិតយើងមានអារម្មណ៍ថារីករាយស្រស់ស្រាយការរកស៊ីមុខជំនួញអីសុទ្ធតែចម្រើនមិនមែនធ្វើឲ្យយើងកាន់តែមានអារម្មណ៍ថាតុកសិចពិបាកចិត្តឬក៏ធ្វើឲ្យយើងមានអារម្មណ៍ថាវាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ down ទៅទេហើយមនុស្សឬក៏របស់នោះអត់ទៀមទាធ្វើឲ្យយើងនឹងមានការលះបង់ចំពោះគេនឹងធំធេងពេកទេឧទាហរណ៍ថាវាហួសពីសមត្ថភាពយើងពេកគេទៀមទាឲ្យយើងធ្វើជាមួយនឹងរឿងនេះហួសពីសមត្ថភាពយើងពេកឬក៏វាធ្វើឲ្យយើងមានអារម្មណ៍ថាហត់នឿយមានសម្ពាធមានការឈឺចាប់នៅក្នុងការធ្វើជាមួយនឹងរឿងហ្នឹងគឺជាអ្វីដែលស័ក្តិសមនឹងយើងប៉ុន្តែបើអ្វីដែលមិនស័ក្តិសមនឹងយើងនឹងធ្វើឲ្យយើងមានសម្ពាធពិបាកទទួលយកមែនទែនហើយទាំងអស់គ្នាសាកគិតមើលថាតើទាំងអស់គ្នាអាចរស់នៅក្នុងសម្ពាធបែបហ្នឹងបានយូរប៉ុណ្ណាមុននឹងក្រោយគុំឲ្យទៅប្រឡែងដៃទៅដែរទេអញ្ចឹងប្រឡែងដៃតាំងពីដំបូងទៅល្អជាង